នៅក្នុងនោះគឺមាន4សំណុំរឿងទី1សូកប៉ាន់លុយកាក់រាប់ម៉ឺនដុល្លារសហរដ្ឋអាមេរិកយកងារជាអភិបាលខេត្តពោធិ៍សាត់ទី2ទទួលសំណូករាប់សិបម៉ឺនដុល្លារដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយខ្សាត់ខេត្តកណ្ដាលទី3ឆបោកយកប្រាក់រត់ការចូលមន្ត្រីគយទី4ពុករលួយខົບខិតលក់ដូរលក់ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងសំណុំរឿងទាំង4ខាងលើនេះមានជនត្រូវចោទចំនួន8នាក់កំពុងជាប់ឃុំនិងម្នាក់កំពុងរត់គេចខ្លួនគឺទី1គឺឈ្មោះអុកញ៉ាលីសាមេតហៅគ្រូមៀទី2ឈ្មោះដួងតារាអតីតទីប្រឹក្សាទី3អតីតញ៉ាអ៊ុតធីពាណិជ្ជករទី4ឈ្មោះមួងឃឹមអតីតផ្កាយ2ជាមន្ត្រីជាន់ខ្ពស់នគរបាលជាតិទី5ឈ្មោះឡាយវិសិទ្ធអតីតអភិបាលរងខេត្តពោធិ៍សាត់ទី6ឈ្មោះកនសុកាយអតីតអភិបាលរងក្រុងអរិយខ្សាត់ខេត្តកណ្ដាលទី7ឈ្មោះឆាយសវណ្ណរីហៅចែ1ទី8ឈ្មោះហឹងទឹករាត្រីលក្ខហៅស្រីមុំ